សូមជម្រាបសួរប្រិមត្តទស្សនិកជនជាទីមេត្រីនៅពេលនេះខ្ញុំសូមអាប់ដេតព័ត៌មានថ្មីហើយសូមជម្រាបថាមកដល់ត្រឹមនេះសេចក្តីរាយការណ៍ពីតំបន់សមរភូមិទិសប្រាសាទព្រះវិហារមុំ3ក៏ដូចនេះកម្ពុជាបានមានព្រៀបស្ទើរតែទាំងស្រុងទៅលើយោធាថៃជារួមសេចក្តីរាយការណ៍ដែលយើងថាមិនតាន់ផ្លូវការនេះបានដឹងថាផ្ទះក្រហមភ្នំទ្របចំណុច500គឺយើងបានកាន់កាប់ទាំងស្រុងហើយនៅតំបន់អាសេះក៏ថៃកំពុងបាក់លំដែរក្រោយពីយើងធ្វើការវិបកយ៉ាងខ្លាំងដែលក្នុងនៃប្រាសិទ្ធការពីខ្លួនចំណែកមុននេះអាមាញ់មិញនេះខ្ញុំកំពុងមានទូរស័ព្ទពីភ្នំពេញមកនេះគឺយើងបានប្រើប្រាស់សិទ្ធិការពីខ្លួនដែលយើងបាញ់កំភ្លើងធុន BM ជាច្រើនគ្រាប់ឡងទៅប្រទេសថៃវិញទៅខាងថៃវិញជាហេតុធ្វើឲ្យខ្ញុំងាកខ្លួនមករកកន្លែងរៀងស្រួលទេព្រោះខ្លាចសងខ្លាចខាងថៃសងមកវិញហើយខ្ញុំសូមធ្វើសេចក្តីរាយការណ៍ប៉ុណ្ណឹងជារួមដោយការបណ្ដាសមរភូមិផ្សេងទៀតក៏កងទ័ពទាហានរបស់យើងគឺបានកាន់កាប់គឺថាបានសម្រេចតាមគោលដៅច្រើនជាពិសេសគឺជាការពមៀនឲ្យថៃបានដឹងវិញព្រោះថៃឥឡូវមកដល់ម៉ោងនេះគឺថៃប្រើប្រាស់ F16 បានសេចក្តីថាកម្លាំងខាងក្រោមរៀងទុនអញ្ចឹងថៃប្រើ F16 ដើម្បីមកជួយសង្គ្រោះដើម្បីឲ្យខាងក្រុមកំភ្លើងធំស្មើជើងរបស់គេរៀបចំឡើងវិញឬក៏រៀបយុទ្ធសាស្ត្រថ្មីអញ្ចឹងមានន័យថាការទម្លាក់ F16 របស់ថៃនៅក្នុងដីរបស់យើងគឺជាការបាក់ស្មារតីខាងជើងគោកខាងតបស្មើជើងរបស់ថៃនេះជាចំណុចមួយដែលយើងខ្ញុំបានធ្វើការកាត់ទង្វើហើយក៏បានស្វែងយល់ពីប្រភពព័ត៌មាននិងពីបណ្ដាទីតាំងសំខាន់ទាំងអស់នោះអញ្ចឹងខ្ញុំសូមបញ្ចប់ធ្វើសេចក្តីរាយការណ៍ខ្លីប៉ុណ្ណេះសិនចាំខ្ញុំនឹងរាយការណ៍សរុបនៅពេលខាងមុខទៀតសូមអរគុណ